គ្រានោះនគរឋានសួគ៌នឹងបានដូចជាស្ត្រីព្រហ្មចារី10នាក់ដែលយកចង្កៀងរៀងខ្លួនចេញទៅទទួលប្តីថ្មងថ្មីក្នុងពួកនាងទាំងនោះមាន5នាក់មានគំនិតហើយ5នាក់ល្ងងនាងល្ងងទាំងនោះគេយកតែចង្កៀងទៅតែមិនបានយកប្រេងជាប់នឹងខ្លួនផងទេឯពួកនាងមានគំនិតវិញបានយកទាំងចង្កៀងហើយនឹងប្រេងដាក់ក្នុងដបទៅជាមួយផងតែដោយព្រោះប្តីក្រមកពេកបានជានាងទាំងនោះងក់ងុយហើយដេកលក់ទៅលុះដល់កណ្ដាលអាធ្រាត្រស្រាប់តែឮសូរសម្រែកថាណែប្តីមកហើយចូលចេញទៅទទួលចុះស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើងរៀបចំចង្កៀងរៀងរាល់ខ្លួនឯពួកនាងដែលល្ងងគេនិយាយទៅកាន់ពួកនាងមានគំនិតថាសូមចែកប្រេងឲ្យមកយើងផងព្រោះចង្កៀងយើងចង់រលត់ហើយតែពួកនាងមានគំនិតឆ្លើយឡើងថាទេក្រែងគ្មានល្មមដល់យើងហើយនឹងនាងរកគ្នាផងស៊ូទៅឯផ្ទះលក់ប្រេងទិញសម្រាប់ខ្លួនវិញទៅតែកំពុងតែនាងទាំងនោះទៅទិញប្តីក៏មកដល់ហើយពួកនាងដែលបានបំរុងជាស្រេចក៏ចូលទៅក្នុងរោងការជាមួយគ្នារួចគេបិទទ្វារឯនាងព្រហ្មចារីឯទៀតក៏មកអង្វរថាលោកម្ចាស់អើយសូមបើកឲ្យយើងខ្ញុំផងតែគាត់ឆ្លើយថាខ្ញុំប្រាប់នាងរាល់គ្នាជាប្រកាសថាខ្ញុំមិនស្គាល់នាងទេដូច្នេះចូលចាំយាមចុះបិទអ្នករាល់គ្នាមិនដឹងជាថ្ងៃណាឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ